នេះគ្រាន់តែមកដល់ផ្ទះភ្លាមកូនប្រុសខ្ញុំគាត់សួរខ្ញុំថាម៉ាក់ថ្ងៃហ្នឹងបានម្ហូបអីដែរហើយខ្ញុំអត់មាត់ទេណាបងប្អូនព្រោះដឹងថាម្ហូបហ្នឹងគាត់ចូលចិត្តចឹងហើយចង់ surprise គាត់បន្តិចចាំមើលគាត់ធ្វើមុខមិនដែរពេលដែលដឹងថាខ្ញុំទិញផ្កាយកមកហើយតែខ្ញុំភាកច្រើនពេលមានផ្កាមានបកងខ្ញុំចេះចិត្តស្ងោរជ្រក់ស្ងោរចឹងមានទឹកសម្លសម្រាប់ញោមបាយឲ្យកូនហើយណាមួយខ្ញុំចូលចិត្តស្ងោរជ្រក់ដែរបងប្អូនខ្ញុំមិនសូវចូលចិត្តស្ងោរជ្រលក់ទឹកត្រីកោះកងអីម៉ានេះអាហ្នឹងបានតែយើងហូបលេងទេបើយកទៅហូបជាមួយបាយអត់សូវត្រូវម៉ានេះហើយថ្ងៃហ្នឹងចេញមកអួតខ្លួនឯងទីបងប្អូនឃើញទឹកថ្លាថ្លាចឹងស្មានអត់ឆ្ងាញ់មានអីបងប្អូនអើយភ្លក់ទៅបាសសក់ជ្រុងមើលតែសក់អ្នកធ្វើដឹងហើយបាសមែនបងប្អូនសក់ក្បាលហុយទៅលំជាងកត្រៃសក់កត្រើងមែនបងប្អូនអើយអត់ទៅសក់ឲ្យគេតែសក់ក្បាលខ្លួនឯងអត់ដែលបានអត់ដែលបានធ្វើអីទេហើយពីមុននឹងចេះតែឆ្ងល់មើលវីដេអូបងដែលគាត់ជាអ្នកធ្វើវីដេអូចាស់គាត់នៅដល់ស្រុកក្រៅហើយគាត់រត់លុយបានមកកណោមិនបានគាត់មុននឹងថតវីដេអូនឹងអត់ព្រមសិតសក់អត់ព្រមលាបក្រែមឲ្យបានស្អាតចាំថតហើយរៀងរែករ៉ាក់ម៉េះដល់ពេលខ្លួនឯងវិញទៅយល់អារម្មណ៍មួយនឹងបងប្អូនខ្លួនឯងជាជាងសាឡនស្រាប់ផងហើយមើលទៅសក់ក្បាលដល់ហើយបានពេលណាសិតតនមកខមកដល់ផ្ទះភ្លាមចាប់ផ្ដើមចូលចក្រានជើងឆ្នាំងធ្វើបាយធ្វើម្ហូបហូបបាយហូបទឹកហើយតម្រាំតាបានមួយទឹកម៉ោង9ម៉ោង10ជប់ពេលខ្លះបងប្អូនហើយនៅឆ្លៀតកាត់វីដេអូបញ្ចូលសលេងអីខ្លះទៀតចឹងទៅនិយាយទៅគឺគេយប់ជ្រៅមែនតែនមួយរយៈហ្នឹងរឿងចង់ឈឺដែរហ្នឹងបងប្អូនឧស្សាហ៍អាកាសធាតុប្រែប្រួលផងហើយណាមួយយើងរឿងអស់ល្ងុយទៀតហ៎ចឹងទៅបានដឹងថាការប៉ັດគឺអញ្ចឹងសោះហើយចេះតែឆ្ងល់ពួកគាត់ឥឡូវតែនិយាយផ្លេចបញ្ចុកបាយកូនហើយកូនពៅខ្ញុំបើនៅជាមួយខ្ញុំតើតែបញ្ចុកបានញ៉ាំបាយតែបើនៅជាមួយម៉ែក្មេកខ្ញុំអត់ទេចេះញ៉ាំបាយខ្លួនឯង